ចំណុចពិសេសរបស់ទឹកត្រីយើងបានទទួលបានស្តង់ដារ CS CQS និង HALA ហើយសញ្ញា HALA ហ្នឹងគឺជាសញ្ញា HALA កម្ពុជាដែលបងប្អូនអ៊ីស្លាមគាត់ទទួលទានបានបាទជំរាបសួរបាទខ្ញុំបាទឈ្មោះនាងណេងជាម្ចាស់សហគ្រាសផលិតទឹកត្រីនាងណេងដែលមានទីតាំងនៅយើងភូមិពួរធំសង្កាត់រេសាទក្រុងរេសាទខេត្តកណ្ដាលបាទអាជីវកម្មរបស់ខ្ញុំជាប្រភេទអាជីវកម្មផលិតទឹកត្រីយើងមានតាំងដំណើរការមានរយៈពេល15ឆ្នាំហើយបាទឆ្នាំ2025នេះបាទចំពោះការផលិតនៅខេត្តកណ្ដាលរបស់យើងនៅភូមិពួរធំសង្កាត់រេសាទក្រុងរេសាទខេត្តកណ្ដាលរបស់យើងបានជាខ្ញុំមានកំណត់ចង់បង្កើតអាជីវកម្មផលិតទឹកត្រីនេះដោយសារខ្លួនខ្ញុំផ្ទាល់មានចំណេះជំនាញខាងផលិតទឹកត្រីបាទឧបសគ្គដំបូងដើមទុនទី2ទីផ្សារយើងអត់ទាន់មានហើយទី3ដោយសារការស្រឡាញ់និងចូលចិត្តហើយមានការគ្រប់គ្រងពីគ្រួសារនិងបងប្អូនក្នុងការផលិតហើយនឹងការតស៊ូមិនចុះចាញ់របស់ខ្ញុំទីបានឲ្យខ្ញុំឆ្លងកាត់ដល់ដំណើរការពេលនេះបាទទឹកត្រីរបស់ខ្ញុំមានបងកងមាសបែបគីតូទឹកត្រីសុខភាពបាទចំពោះបងប្អូនដែលគាត់ស្លអបិសាប្រហុកគាត់អាចយកទឹកត្រីនេះជំនួសប្រហុកបានដោយសារវាមានក្លិនខ្លាំងហើយដិតហើយចំណែកបងកង07នេះគឺរសជាតិស្រាលចំពោះអ្នកហូបទូទៅហើយអាចស្លក៏បានហើយយកជាគ្រឿងជ្រលក់ក៏បានហើយចំណែកបងកង05ហើយនឹងបងកង09នេះគឺទឹកត្រីសម្រាប់អ្នកស្លបាទចំណុចពិសេសរបស់ទឹកត្រីយើងបានទទួលបានស្តង់ដារ CS CQS និង HALA ហើយសញ្ញា HALA ហ្នឹងគឺជាសញ្ញា HALA កម្ពុជាដែលបងប្អូនអ៊ីស្លាមគាត់ទទួលទានបានដោយសាររាល់ផលិតផលដូចជាទឹកត្រីផលិតផលផ្សេងៗឲ្យតែមានសញ្ញា HALA ហ្នឹងគឺខាងបងប្អូនអ៊ីស្លាមបានទទួលទានបានហើយទី2មុនយើងទទួលបានសញ្ញា HALA របស់យើងនេះ HALA នេះណាគឺយើងមានមន្ត្រីជំនាញរបស់បងប្អូនអ៊ីស្លាមគាត់ចុះមកត្រួតពិនិត្យទីតាំងយើងផ្ទាល់ហើយបានឃើញទៅតាមអន្តរឡោមស្តង់ដារហើយបានគាត់ឲ្យជាសញ្ញា HALA របស់យើងបាទហើយក្រមទៀតយើងក៏បានទទួលពានរង្វាន់ស5ដែរបាទដែលទទួលស្គាល់ពីក្រសួងបាទក្នុងការផលិតទងបានមានទឹកត្រីជក់ចូលដបនេះគឺមានការឆ្លងកាត់ច្រើនទី1យើងត្រូវយកត្រីនិងអំបិលប្រឡាក់ចូលគ្នាហើយយើងយកបន្ទុកក្នុងអាងរយៈពេលពី12ខែទៅ15ខែបើសិនទៅដល់20ខែកាន់តែល្អកាន់តែឈ្ងុយបាទត្រីយើងយកមកពីបឹងទន្លេសាបចំណែកអំបិលយើងយកមកពីខេត្តកំពតបាទមុនយើងដាក់ចូលទីផ្សារនេះយើងឆ្លងកាត់ពីពិសោធន៍នៅស្តង់នៅជាស្ថានស្តង់ដារជាតិរបស់យើងបាទចំណែកទីផ្សារយើងមកថ្ងៃដែលយើងចែកចាយគឺទីក្រុងភ្នំពេញដេប៉ូហើយនឹងបណ្ដាខេត្តមួយចំនួនដែរហើយបើសិនជាបងប្អូនត្រូវការទឹកត្រីរបស់ខ្ញុំបានយកទទួលទានឬមួយបម្រើការនៅតាមផ្ទះឬមួយនៅតាមយើងអាហារដ្ឋានអាចមកផ្សារទូតពូអូរស័យហើយនឹងអូឡ িম্প ិកហើយតាមបណ្ដាខេត្តមានដូចជាខេត្តយើងព្រៃវែងស្វាយរៀងកំពង់ចាមពោធិ៍សាត់បាត់ដំបងប៉ោយប៉ែតកោះកុងហើយខែក្រោយនេះយើងក៏បាននាំទឹកត្រីរបស់យើងទាំង3ប្រភេទចូលផ្សារទំនើបដែរផ្សារទំនើបដូចជាផ្សារជីបម៉ុងអ៊ីអនទីតាំងផ្ទាល់នៅខាងបៃតលរបស់យើងដេប៉ូរបស់ខ្ញុំខាងបៃតលយើងខាងស្ទឹងមានជ័យហ្នឹងគោលបំណងអាជីវកម្មទឹកត្រីរបស់ខ្ញុំហ្នឹងទី1ខ្ញុំមានគោលបំណងពង្រីកអាជីវកម្មមួយឲ្យធំដើម្បីទទួលការងារឲ្យបានច្រើនហើយយើងទទួលប្រជាពលរដ្ឋខ្មែរយើងឲ្យមានការងារធ្វើក្នុងអាជីវកម្មរបស់ខ្ញុំកាន់តែច្រើនទី2ខ្ញុំក៏មានគោលបំណងផលិតនៅទឹកម្ទេសទឹកសៀងទឹកស៊ីអ៊ីវនិងទឹកពីខ្យងដែរខ្ញុំមានសារលើកទឹកចិត្តដល់បងប្អូនដែលគាត់ចង់បង្កើតអាជីវកម្មសូមគាត់មិនបង្កើតសូមឲ្យគាត់លើកទឹកចិត្តគាត់មានចំណេះជំនាញពិតប្រាកដហើយមានឧបសគ្គត្រូវតែដោះស្រាយឧបសគ្គបានហើយមិនចុះចាញ់ហើយបន្តដំណើរអាជីវកម្មទៅមុខទៀតបាទខ្ញុំសូមពរដល់អ្នកទស្សនាវីដេអូនេះសូមជួយគាំទ្រផលិតផលខ្មែរយើងព្រោះមានតែខ្មែរយើងជួយខ្មែរយើងជួយគាំទ្រផលិតផលខ្មែរយើងបីដូចយើងជួយសេដ្ឋកិច្ចខ្មែរយើងបាទ